អ្នកជំនាញប្រាប់ក្បួនគេងឲ្យឆាប់លក់បានលឿនមានអារម្មណ៍គេងស្ងប់និងមានកម្លាំងពេលធ្វើការបញ្ហាការគេងនេះជាកត្តាជំរុញមួយដែលធ្វើឲ្យប្រឈមនឹងជំងឺជាច្រើនមុខដូចជាលើសសម្ពាធឈាមជំងឺធាត់ជំងឺទឹកនោមផ្អែមនិងជំងឺផ្សេងទៀតហើយការគេងមិនលក់នេះអាចបណ្ដាលមកពីបញ្ហាឬសញ្ញាមួយចំនួនរួមមានឆាប់ខឹងឆាប់ភ្ញាក់ឡើងនៅពេលយប់មានអារម្មណ៍សោកសៅមានអារម្មណ៍ធ្លាក់ទឹកចិត្តឬងងុយគេងតែគេងមិនលក់អ្នកត្រូវមានទម្លាប់ទាំងអស់នេះដើម្បីជួយឲ្យអ្នកឆាប់គេងបានលក់ស្រួលទី1អានសៀវភៅរាល់ថ្ងៃរឿងសំខាន់មួយដែលជួយឲ្យការគេងលក់របស់លោកអាលីកូគេងបានលក់ស្ងប់ល្អគឺគាត់តែងតែចំណាយពេលវេលាអានសៀវភៅអារម្មណ៍មនុស្សយើងអាចនឹងបែកខ្ញែកពេញមួយថ្ងៃព្រោះតែមានកាតព្វកិច្ចការងាររវល់ច្រើនដូច្នេះហើយសទ្ធីរូបនេះប្រើប្រាស់ការអានសៀវភៅដើម្បីប្រមូលអារម្មណ៍ឲ្យមកផ្គុំគ្នាវិញមុនចូលគេងទី2កុំគិតច្រើនមនុស្សគេងអត់លក់ភាគច្រើនមានបញ្ហាមួយឲ្យទៅដល់ពេលយប់ខួរក្បាលចេះតែគិតច្រើនគ្មានឈប់នោះទេធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងពិបាកជាទីបំផុតជាពិសេសមនុស្សស្រីតែម្ដងដូច្នេះទើបមនុស្សមុនពេលចូលគេងយើងត្រូវមានទម្លាប់ចោលឲ្យអស់នៅសម្ពាធនិងភាពតានតឹងព្រោះវានឹងធ្វើឲ្យខួរក្បាលវិលវល់ហើយមិនមានអារម្មណ៍ងងុយគេងនោះទេដើម្បីបញ្ចប់ទម្លាប់ទាំងអស់នេះបានចូលអ្នកហាត់ប្រាណនិងអានសៀវភៅដូចជាទម្លាប់ខាងលើគឺមានប្រសិទ្ធភាពខ្លាំងទី3ទឹកដោះគោសណ្ដែកបើយោងតាមលោកស្រី Krista Brown ជាអ្នកឯកទេសខាងចំណីអាហារបាននិយាយថាទឹកដោះគោសណ្ដែកឬ soy meal សម្បូរទៅដោយម៉ាញ៉េស្យូមដែលជាសារធាតុរ៉ែដែលត្រូវបានគេរកឃើញថាជួយកាត់បន្ថយអរម៉ូននៃការគេងមិនលក់និងជាប្រភពដ៏ល្អនៃវីតាមីន A និងកាល់ស្យូមដែលជាសារធាតុចិញ្ចឹមពីរមុខដែលដើរតួយ៉ាងសំខាន់នៅក្នុងអរម៉ូនដែលចាំបាច់សម្រាប់ការគេងឲ្យបានលក់លឿនទី4ម៉ាស្សាខ្លួនឯងជាមួយនឹងប្រេងតាមអ្នកជំនាញ Ayurveda បានរៀបរាប់ពីរបៀបព្យាបាលការគេងមិនលក់ថាការម៉ាស្សាដោយខ្លួនឯងដោយប្រើប្រេងគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នកការម៉ាស្សារាងកាយរបស់អ្នកជាមួយនឹងប្រេងល្ងឬប្រេងដូងមុនពេលងូតទឹកឬងូតទឹកក្តៅអ៊ុនៗជាការអនុវត្តថែទាំខ្លួនឯងបែបនេះវាលើកកម្ពស់នៅក្នុងការគេងលក់ស្រួលនិងជំរុញឲ្យគេងឆាប់លក់ស្រួល